Có bánh sao ở đây là mấy năm rồi? Bán được 28 năm rồi. Ủa lâu quá. Rồi chà phản mộc. Rồi cái đạp đây con dù làm rất xa. ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះដែរខ្ញុំកំពុងនៅទីក្រុងហូជីមិញប្រទេសវៀតណាមដោយតែបងប្អូនបានឃើញនៅក្បាលវីដេអូអញ្ចឹងគឺខ្ញុំទៅញ៉ាំអីនៅផ្សារហើយមុននឹងញ៉ាំអីយើងដឹងស្រាប់ទៅណាទៅនេះវាត្រូវតែធ្វើដំណើរហើយមែនទេសម្រាប់ការធ្វើដំណើររបស់ខ្ញុំគឺធ្វើដំណើរដោយថ្មើរជើងដោយតែបងប្អូនបានឃើញអញ្ចឹងឆ្លងផ្លូវមានឡានម៉ូតូច្រើនណាស់បងប្អូនអើយនៅទីក្រុងហូជីមិញនេះពេលល្ងាចផងណាម៉ោងចេញពីធ្វើការណាធ្វើដំណើរថ្មើរជើងឆ្លងកាត់ពីកន្លែងមួយទៅកន្លែងមួយហ្នឹងក៏ស្រង់ទស្សនវិជ្ជាឲ្យបងប្អូនបានឃើញកុំឲ្យខាតគឺមើលឃើញពីការរស់នៅរបស់ប្រជាជនវៀតណាមនៅទីក្រុងហូជីមិញនិងការរកស៊ីរបស់គេណាដូចជាមិនខុសគ្នាហ្មងទេបងប្អូនបើខុសនឹងការរៀបចំរបស់គេដាក់តុកៅអីទូអញ្ចឹងបងប្អូនដូចក្នុងវីដេអូហ្នឹងកន្លែងហ្នឹងគឺកន្លែងផឹកស៊ីនេះបងប្អូននៅពេលល្ងាចឡើងគេរៀបចំលក់ដូរហើយដើរពីបន្ទប់ស្នាក់នៅមកដល់ផ្សាររៀងឆ្ងាយដែរល្បាក់2គីឡូ3គីឡូដែរហ្នឹងបងប្អូនឥឡូវយើងកុំខ្វល់ទេថតខ្លួនឯងកាច់រៀងមើលពីណាថាអីថាទៅកុំខ្វល់ហើយកន្លែងគោលដៅរបស់ខ្ញុំហ្នឹងគឺគោលដៅនេះមកហូបបាញ់ឆាវនេះបងប្អូនបាញ់ឆាវចាស់ខ្លាញ់ដូចតែខ្ញុំដាក់នៅក្បាលវីដេអូអញ្ចឹងណាហើយបាញ់ឆាវដែលគាត់ធ្វើលក់ហ្នឹងដាក់ផ្លាកតែម្ដងគឺប្រទេសទូច6000ដងប្រទេសធំ20000ដងបងប្អូនគ្នាខ្ញុំចង់ឲ្យបងប្អូនមកឃើញកន្លែងហ្នឹងគឺបាញ់ឆាវចាស់ខ្លាញ់បងប្អូនគាត់លក់នៅនឹងយូរឆ្នាំហើយនៅផ្សារនៅហូជីមិញហ្នឹងcó bán sao ở đây là mấy năm rồi? Bán được 28 năm rồi. Ủa lâu quá. Nột chặt phành mà bộ nột chặt phành qua Campuchia bán hả? Qua Campuchia bán à? Bán năm tuần ta ăn bánh xèo không? Dạ có thôi. Thì mốt cô Sáu qua Campuchia bán xèo nha. Ủa nha. Có người Việt Nam bán bên đó rồi. Có rồi. Rồi vậy là có người Việt Nam bán ở bên vậy sao tôi bán bên nói. Yeah. Nếu mà làm to nữa. À, bên có người Philippines nha. Ừ. 6 ngàn một cái rồi. Một phân không mà. Một phân mày cài. Nó 4 cái nè. Một phân 4 cái à? Dưới 24 ngàn. Dạ cho tiền. Cái này là 10 cài nha. 10 cài. 6 ngàn cái. Hai bánh xèo nâng á vậy men khương bà lại ăn cầm nọt để hộp ở mặt thác nâng ấy á hai mặt thác tiệt bàn cất tà lôi bánh xèo tà đại bong vồn hai môn nâng á khiêm xua có tha lụa nơi nângประมาณឆ្នាំ2ក៏ប្រាប់មកថាលក់7-30ឆ្នាំហើយពីអ្នកប្តីប្រពន្ធហ្នឹងពូក៏លើកបាញ់ឆាវលើកបន្លែលើកទឹកគ្រឿងទឹកត្រីឲ្យមកពួកយើងហ្នឹងក៏លាយគ្រឿងលាយអីលាយគ្រឿងហ្នឹងមិនច្រើនទេបងប្អូនលាយតែម្ទេសនឹងឯងដូចតែបានឃើញអញ្ចឹងណារួចទៅក៏ញ៉ាំទៅថ្ងៃនេះទៅមានគ្នាទៅមួយអូននេះនៅវគ្គរៀននៅវៀតណាមជាមួយនៅសាលាខ្ញុំនេះជាមួយវគ្គវៀននេះនិយាយចោះនិយាយឡើងវាយវល់បាច់ទេធ្វើការណែនាំដូចមិនច្បាស់សោះខ្ញុំទៅគ្នា3នាក់មុនដំបូងយើង review គេ2នាក់ប៉ុន្តែបន្ទាប់មកត្រូវឲ្យម្នាក់ទៀតថតវីដេអូ review ពីខ្ញុំវិញអូច្រឡំ review ថតខ្ញុំវិញដាក់តាមនឹងមើលទៅណាបងប្អូនឆ្ងាញ់មិនដឹងទេប៉ុន្តែសម្រាប់ខ្ញុំឃ្លានដាក់ហើយបន្ទាប់ពីញ៉ាំអស់ហើយឆ្អែតយើងក៏រងចាំការគិតលុយហើយគាត់គិតលុយយូរពេកខ្ញុំនេះក៏ដើរឡើងទៅដើម្បីឲ្យគាត់គិតលុយទៅអស់106,000cô ơi tính tiền rồi à, 3 khăn 106 rồi Kinh mình từ ok nó đã score này
តបពីញ៉ាំបាញ់ឆាវហើយខ្ញុំក៏នាំបងប្អូនបន្តដំណើរទៅកន្លែងលក់បង្អែមយើងញ៉ាំផ្អែមលៀងមាត់ព្រោះមិនហ្នឹងញ៉ាំបាញ់ឆាវហ្នឹងវាជាតិខ្លាញ់ច្រើនពេកអញ្ចឹងលៀងមាត់លៀងកនឹងផ្អែមតិចទៅដល់កន្លែងបង្អែមយើងរកកន្លែងអង្គុយអីចឹងទៅមើលនេះមើលឆេវវិញមើលស្ដាំមើលជើងកំងហៅផ្អែមហៅអីចឹងមកហើយនិយាយពីអ្នកលក់បងប្អូនមើលស្អាមហ្នឹងហើយមើលដួសផ្អែមមកដាក់កែវអញ្ចឹងគេហៅផ្អែមថៃបងប្អូនអើយញ៉ាំបង្អែមរួចគិតលុយហើយក៏ដើរចេញមកស្រង់ទិដ្ឋភាពទីផ្សារលក់ដូររបស់គេបន្តិចឲ្យបងប្អូនមើលណាអញ្ចឹងវីដេអូនេះក៏សូមបញ្ចប់ត្រឹមនេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណសម្រាប់ follow សម្រាប់ like share comment ពីបងប្អូនទាំងអស់គ្នា